ចាជំរាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះមកធ្វើនំកំពឹសបំពងហូបចាម្ហូបមួយមុខនេះកូននិងក្មួយខ្ញុំប្រាប់ថាគាត់ចូលចិត្តហូបណាស់បងប្អូនចាហើយខ្ញុំប្រាប់គាត់ថាមួយរយៈនេះខ្ញុំអត់ដែលបានធ្វើទេទើបតែថ្ងៃនេះនឹកឃើញដូចថាចង់ហូបបងប្អូនចាម្ល៉េះហើយក៏រត់ទៅផ្សារទិញកំពឹសយកមកធ្វើហូបតែម្ដងទៅបងប្អូនចាជាដំបូងនេះខ្ញុំដូចបានប្រាប់ហើយថាខ្ញុំទិញកំពឹសមកពីផ្សារចារួចហើយយើងយកវាមកកាត់ពុកមាត់វាចេញណាបងប្អូនចាសម្រាប់កំពឹសបងប្អូនចាទោះយើងស្លឬក៏ឆាឬក៏បំពងអីបើសិនជាយើងអាចយើងកាត់ពុកមាត់វាចេញទៅស្រួលហូបបងប្អូនចាបើនៅពុកមាត់ដូចថាវារញ៉េរញ៉ៃរយិញរយោងអញ្ចឹងណាបងប្អូនចាឥឡូវឃើញថាកំពឹសខ្ញុំកំពុងកាត់ពុកមាត់បណ្ដាហើយបងប្អូនចាក៏ចាប់ផ្ដើមរៀបចំគ្រឿងផ្សំនៅចិត្តនេះចាកាត់ពុកមាត់ហើយខ្ញុំយកទៅលាងទឹកម្ដងទៀតណាបងប្អូនចាពីព្រោះវានៅរញ៉េរញ៉ៃចាឥឡូវឃើញថាគ្រឿងផ្សំខ្ញុំមានទឹកនេះជាម្សៅបំពងស្រួយហើយនិងម្សៅពោតអំបិលស៊ុបមាន់ម្សៅម្ទេសម្សៅល្មៀតជាធម្មតាខ្ញុំចូលចិត្តដាក់ម្សៅល្មៀតបងប្អូនចាឥឡូវឃើញថាគ្រឿងផ្សំខ្ញុំបានរៀបចិត្តគ្នាហើយចាកំពឹសខ្ញុំស្រង់ហ្នឹងវាដោយទឹកខ្លះប៉ុន្តែមិនថ្មីទេខ្ញុំចាក់ចោលនៅពេលក្រោយដូចថាចាក់វាឲ្យសោះទៅជាការស្រេចបងប្អូនឥឡូវខ្ញុំមកដាក់ម្សៅបំពងស្រួយ3ស្លាបព្រាអញ្ចឹងណាបងប្អូនចាហើយសម្រាប់ម្សៅពោតនេះខ្ញុំដាក់2ស្លាបព្រាចាបន្ទាប់មកដូចថាដាក់ម្សៅល្មៀតចាបន្តិចទៅម្សៅម្ទេសនេះដូចថាយើងដាក់កាចស្លាបព្រាហ្នឹងវាអាចក្រហមហើយបងប្អូនចានេះជាម្សៅស៊ុបមាន់រួចហើយខ្ញុំដាក់ទឹកកូរវាមើលសិនបងប្អូនចាថាតើដូចថាប៉ុន្មានល្មមដែលយើងអាចយកទៅបំពងបានណាបងប្អូនចាបើសិនជាដាក់ខាប់ខ្លាំងពេកយើងយកទៅបំពងដូចថាដុំក្រាស់ណាបងប្អូនចាបើយើងលាយរៀងរាវទៅអានឹងដុំអាចបានដុំស្ដើងបងប្អូនចាឥឡូវចាំមើលខ្ញុំធ្វើសាកជាដំបងមើលពេលដែលលាយរួចបងប្អូនចាសាកតែមួយដំបងយើងដឹងថាក្រាស់ស្ដើងយ៉ាងម៉េចយ៉ាងម៉ាបងប្អូនចាបើសិនជាយើងដាក់ទៅវារៀងក្រាស់យើងអាចបន្ថែមទឹកបន្តិចទៀតបងប្អូនចាបន្ថែមបន្តិចម្ដងបងប្អូនបើចាក់ម្ដងឲ្យច្រើនតែម្ដងដូចថាខ្លាចវារាវទៅយើងពិបាកបន្ថែមម្សៅស្រួយចាឥឡូវឃើញថាចាប់ផ្ដើមបំពងហើយខ្ញុំចាក់ប្រេងឆាចូលឲ្យរាងក្តៅបន្តិចទៅហើយខ្ញុំដាក់មួយវែកបំពងលើកទី1ចាសាកលើមើលសិនចាប៉ុន្តែបងប្អូនហើយសាកលើកទី1នេះគឺក្រាស់មែនតែនចាដូចថាវាខាប់បងប្អូនចាម្ល៉េះហើយខ្ញុំទៅថែមទឹកបន្តិចទៀតបងប្អូនចាបើសិនជាយើងដាក់ទាំងខាប់ហ្នឹងវាបានដុំក្រាស់ពេកវាអត់សូវឆ្ងាញ់ទេបងប្អូនចាប៉ុន្តែមិនថ្មីទេដុំបន្តមកគឺខ្ញុំអាចបំពងបានរៀងស្ដើងហើយបងប្អូនមើលនេះចាมันក្រាស់ដូចដំបងទេចាអ្វីក៏ដោយលើកដំបងដូចថាវារៀងពិបាកបន្តិចបន្តដល់ពេលបន្តមកដូចថាយើងដឹងបងប្អូនចាយើងអាចកែតម្រូវបានឥឡូវឃើញថាកំពឹសបំពងខ្ញុំឆ្អិនហើយបងប្អូនចាខ្ញុំដូចថាចាប់ផ្ដើមទៅធ្វើទឹកម្រេចបងប្អូនចាឥឡូវដាក់អំបិលចូលបន្តិចម្សៅស៊ុបមាន់ពីចេងបន្តិចស្ករម្រេចហើយនឹងក្រូចឆ្មាបងប្អូនចាដាក់ទៅតាមការជួយចិត្តទៅបងប្អូនចាជាធម្មតាខ្ញុំធ្វើទឹកម្រេចជ្រលក់ជាមួយកំពឹសបំពងហ្នឹងគឺខ្ញុំអត់ដាក់ទឹកទេបងប្អូនទឹកម្រេចខ្ញុំណាខ្ញុំយកតែទឹកក្រូចឆ្មាសុទ្ធតែម្ដងដោយថាឲ្យរសជាតិដូចរៀងដិតបងប្អូនចាពីព្រោះខ្ញុំចូលចិត្តជូរប្រៃផ្អែមចាម្ល៉េះហើយខ្ញុំអត់ចូលចិត្តថែមទឹកទេបងប្អូនចាខ្ញុំធ្វើដូចថារៀងខាប់ដូចនេះបងប្អូនចាឥឡូវឃើញថាកំពឹសក៏បំពងឆ្អិនទឹកម្រេចក៏ធ្វើហើយចាបងប្អូនមកពិសាជាមួយនឹងខ្ញុំចាអរគុណរាល់ការតាមដានវីដេអូរបស់នាងខ្ញុំជម្រាបលា